ចាប្រិមត្តជាទីគោរពនិងជាទីមេត្រីនេះគឺជាទស្សនភាពទលេមុខ4យើងប៉ុន្តែនេះខ្ញុំថតចេញពីកោះនរាទៅវិញចាដែលទល់មុខកោះពេជ្រណាចាបងប្អូនអ្វីដែលនេះខ្ញុំចង់បង្ហាញបងប្អូនឃើញមានទឹកទលេមានពណ៌ខុសគ្នាទេចាពណ៌ខុសគ្នាមកបែកដែលបងប្អូនឃើញនេះគឺទឹកបែបលក្ខណៈទឹកសអញ្ចឹងណាចាទីទៀតនឹងឃើញទៀតដែរថាតើមកខាងទៀតនោះពណ៌អីចាមកខាងទៀតនោះពណ៌ដូចទឹកសមុទ្រអញ្ចឹងណាគឺខៀវហើយមកកាត់នៅខាងនេះគឺទឹករៀងសមែនទេចាចាប់អារម្មណ៍មែនតើនេះគឺជាទស្សនភាពដែលយើងថតពីកោះនរាទៅឯទលេដែលបងប្អូនបានឃើញទៅរហូតនេះគឺទៅព្រៃវែងហ្នឹងណាចាគេហៅថាទលេមេគង្គក្រោមមកកាត់ពាក់កណ្ដាលនៅប៉ែកខាងនោះហ្នឹងក៏មានពណ៌ផ្សេងដែរមកកាត់មកខាងនេះគឺមានពណ៌ផ្សេងចាទឹកទលេមិនមែនទឹកសមុទ្រទេណាចាយើងឃើញថាទឹកនេះពណ៌ផ្ទៃមេឃហើយខាងនេះពណ៌រៀងសអញ្ចឹងណាចាសប្រផេះតែយើងមើលឃើញនោះគឺជាសាឡាងកំពុងតែចុះចតទៅខាងកោះរិចខ្សាត់ឥឡូវទៅជាទីក្រុងរិចខ្សាត់ហើយចានេះគឺជាថនខាងជួយជីវ៉ាចានោះខាងនោះឃើញទឹកមកកាត់ពណ៌ផ្សេងមកកាត់ពណ៌ផ្សេងចាគឺមកកាត់ពណ៌ផ្សេងហ្នឹងមកពីទន្លេមេគង្គខាងលើណាចាមកពីលើមកសូមអរគុណច្រើនបងប្អូនចាបង្ហាញប៉ុណ្ណឹង